ថ្មីនេះមានប្រធានបទដែលធ្វើការវិភាគវែកញែកជជែកតាក់ទងទៅនឹងពិធីមង្គលការនៅក្នុងគ្រីស្ទបរិស័ទដែលនាំយកនៅទំនៀមទម្លាប់ឬក៏ប្រពៃណីរបស់ជនជាតិខ្មែរឬក៏វប្បធម៌របស់ជនជាតិខ្មែរយកមកបញ្ចូលទៅក្នុងកម្មវិធីមង្គលការរបស់គ្រីស្ទានជាការពិតយើងជាជនជាតិខ្មែរយើងត្រូវរក្សាប្រពៃណីហើយនិងវប្បធម៌របស់ខ្មែរប៉ុន្តែនៅក្នុងប្រពៃណីហើយនិងវប្បធម៌របស់ខ្មែរវាមាន3កម្រិតផ្សេងគ្នាដែលយើងចាំបាច់ត្រូវពិចារណាថាតើយើងគួរយកផ្នែកណាមកអនុវត្តហើយផ្នែកណាដែលយើងមិនអាចយកអនុវត្តបាននៅក្នុងប្រពៃណីទំនៀមទម្លាប់ហើយនិងវប្បធម៌របស់ខ្មែរគឺមានមួយផ្នែកជាលក្ខណៈទូទៅដែលយើងគ្រីស្ទានក៏អាចយកមកដើម្បីអនុវត្តនៅក្នុងពិធីផ្សេងដែលយើងមាននៅក្នុងព្រះវិហារឬក៏នៅក្នុងការជួបជុំរបស់គ្រីស្ទបរិស័ទមួយផ្នែកទៀតគឺមានលក្ខណៈ unique ដែលយើងមិនអាចយកមកបានទេពីព្រោះអីវាជាអត្តសញ្ញាណមួយផ្នែកដែលមានលក្ខណៈជាកម្មសិទ្ធិដែលយើងចាំបាច់ត្រូវការសួរនាំបញ្ជាក់មុនពេលដែលយើងយកវាមកប្រើប្រាស់មួយផ្នែកទៀតគឺតកតងទៅនឹងលទ្ធិសាសនាឬក៏អំណាចនៃវិញ្ញាណដែលយើងមិនអាចយកមកប្រើប្រាស់នៅក្នុងកម្មវិធីបូករួមជាមួយនឹងកម្មវិធីរបស់គ្រីស្ទបរិស័ទបានឡើយប៉ុន្តែគ្រូមួយចំនួនគាត់អត់បែងចែកអំពីលក្ខណៈទាំងអស់នេះទេគាត់យកមកទាំងកម្មវិធីដែលមានលទ្ធិសាសនាកម្មវិធីដែលគេធ្វើសម្រាប់ប្រពៃពិធីលើកដំកើងវិញ្ញាណឬក៏កម្មវិធីដែលពេញទៅដោយអំណាចនៃវិញ្ញាណក៏យកមកបញ្ចូលជាមួយនឹងកម្មវិធីរបស់គ្រីស្ទានដែរពួកគេលែងយកព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះយកមកដើម្បីនឹងវិភាគថាតើខ្ញុំគួររស់នៅយ៉ាងដូចម្តេចជាមួយនឹងសង្គមបច្ចុប្បន្នដើម្បីឆ្លើយតបទៅនឹងព្រះគម្ពីរប៉ុន្តែពួកគេបែរជាយកព្រះគម្ពីរទៅបត់បែនដើម្បីឆ្លើយតបទៅនឹងជីវិតរស់នៅដើម្បីឆ្លើយតបទៅនឹងរបត់របស់សង្គមទៅវិញ